មានថាហើយក្នុងនោះមានខ្ញុំផងដែរមីត្រូវតែរួមសុខរួមទុក្ខជាមួយគ្នាហើយខ្ញុំខកសន្យាថាបើប្រសិនមានបញ្ហាខ្ញុំនឹងប្រឈមមុខនឹងរួមសុខរួមទុក្ខជាមួយបងប្អូនកងកម្លាំងប្រដាប់អាវុធទាំងអស់ដើម្បីប្រឆាំងជាមួយសត្រូវឆ្លៀតពៀនជានិច្ចជាកាលទឹកដីខ្មែរទឹកដីកម្ពុជាគឺជាទឹកដីរបស់យើងមិនមែនជាទឹកដីរបស់គេទេអញ្ចឹងបើសិនថាយើងមិនរួមគ្នាបើខ្ញុំធ្វើមេរួយខ្លួនមិនរួមសុខរួមទុក្ខក្នុងគ្រាលំបាកក្នុងការបដូរស្លាប់រស់ជាមួយសត្រូវទេបើជាតិបាត់យើងរស់នៅដើម្បីអីយើងឲ្យបាត់យើងកុំឲ្យបាត់ជាតិយើងរស់ប្រជាជនយើងមានកិត្តិយសក្នុងជាតិក្នុងពិភពលោកទាំងមូលថាខ្មែរគឺថាមានស្នាដៃដែលមរតកច្រើនកាត់ពីបុព្វបុរសរបស់យើងដែលធ្វើបន្សល់ទុករបស់យើងត្រូវការពារអញ្ចឹងខ្ញុំសូមមានមតិប៉ុណ្ណឹងទេចូលរួមនឹងការផ្ដាំផ្ញើរបស់